ជំរាបសួរញាតិមិត្តបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនរបៀបធ្វើនំចាក់ចុលនំចាក់ចុលពីដើមបងប្អូនចាំបាច់ម្សៅឡើងរាប់ម៉ោងតម្រុំមកធ្វើហើយឥឡូវខ្ញុំរកក្បួនដែលធ្វើនំចាក់ចុលដែលលឿនបំផុតណានំនេះមហាស្រួលធ្វើខ្ញុំធ្វើចាក់ចោល4ដងតម្រុំមកខ្ញុំចេញបានវីដេអូនេះគឺទី7ហើយនំហ្នឹងខ្ញុំធ្វើបានល្អហើយខ្ញុំធ្វើមួយសាទៀតហើយខ្ញុំធ្វើមួយសាទៀតខ្ញុំធ្វើ3សាបានខ្ញុំហ៊ានចេញវីដេអូឲ្យបងប្អូនមើលណាខ្ញុំអត់ដូចគេទេខ្ញុំស្រាវជ្រាវម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតពួកម៉ាក់ខ្ញុំសាសគេនោះគេប្រាប់ខ្ញុំឲ្យរបៀបធ្វើនឹងគេថាអ្នកឯងអាចធ្វើកាត់ម្សៅនៅក្នុង blender ក៏បានដែរណាម្សៅមីហើយម្សៅខ្សាយប៉ុន្តែដែលគេឲ្យខ្ញុំហ្នឹងខ្ញុំធ្វើទៅហ្នឹងពីរដងដំបូងហ្នឹងចាក់ចោលពីព្រោះទឹកច្រើនពេកហើយនឹងស្ករច្រើនពេកហើយខ្ញុំបន្ថយស្ករខ្លះទៅពួកគេឲ្យខ្ញុំធ្វើហ្នឹងគឺស្ករហ្នឹងគឺដាក់ចិត្តស្មើចំនួនម្សៅគេឲ្យខ្ញុំដាក់350ក្រាមម្ល៉េះហើយវាផ្អែមខាស់ពេកញ៉ាំអត់កើតទេខ្ញុំអត់អាចញ៉ាំបានណាឥឡូវបងប្អូនតាមដានមើលរបៀបខ្ញុំធ្វើទាល់តែបានរសជាតិឆ្ងាញ់អញ្ចឹងបានខ្ញុំដាក់ចែកជូនបងប្អូនមើលណាខ្ញុំប្រើដូងនេះដូងសាសឥណ្ឌូនេស៊ីមិនបោះសៀមទេដូងនេះខ្ញុំប្រើ200ក្រាមណាបើបងប្អូនចង់ប្រើទឹកសុទ្ធក៏បានចង់ប្រើដូងច្រើនជាងហ្នឹងក៏បានដូងខ្ញុំដាក់200ក្រាមហើយខ្ញុំដាក់ទឹក250ក្រាមខ្ញុំធ្វើម៉េចយកទឹកមកដាក់ក្នុងកំប៉ុងហ្នឹងទៅបន្តិចទៅកន្លែងវាទៅណាហើយសរុបទៅទឹកហើយនឹងដូងហ្នឹង450ក្រាមណា450ក្រាមទាំងទឹកទាំងដូងបងប្អូនចង់ដាក់ដូងច្រើនជាងទឹកច្រើនជាងដូងមិនក៏បានដែរធ្វើម៉េចឲ្យតែទឹកហ្នឹងគឺ450ក្រាម440ទៅ450ណាអូខេហ្នឹងហើយខ្ញុំដាក់ក្នុងម៉ាស៊ីនហ្នឹងហ្មងបងប្អូនកុំអាដាក់ម្សៅមុនណាដាក់ទឹកមុនហើយនឹងស្ករហើយនឹងអំបិលហើយនឹងពងទាណាហ្នឹងហើយអំបិលខ្ញុំដាក់មួយស្លាបព្រាកាហ្វេហ្នឹងវារៀងពេញបន្តិចណាអត់ផតទេណាអត់រៀបពេកទេយើងថ្លឹងទៅវាបានប្រហែលជា6ទៅ7ក្រាមណាអំបិលហើយស្ករខ្ញុំដាក់190ទៅ200ក្រាមណាកុំឲ្យលើសផ្អែមពេកណាបងប្អូនហ្នឹងហើយ190ទៅ200ក្រាមណា195ក៏បានឲ្យតែបាន190 200ហ្នឹងទៅដើម្បីឲ្យproportion ហ្នឹងវាត្រឹមត្រូវពីព្រោះបើយើងបន្ថយអានេះបន្ថយអានោះវាអត់អាចឡើងណានំហ្នឹងកាច់រៀងណាធ្វើខុសអត់ឡើងទេពងទាដាក់1ពងទាខ្ញុំរៀងទូចបន្តិចបានតែ45ក្រាមទេបងប្អូនអាចដាក់ពី45ទៅ55ម្សៅនេះម្សៅមីខ្ញុំហៅម្សៅមីតាមការពិតម្សៅ wheat flour ហ្នឹងគឺស្រូវស្លៃម្សៅកស្លៃហើយគេលក់គេហៅ all purpose កុំប្រើ self rising self rising មានមេយកមកធ្វើទៅប៉ោងដូចហ៊ីងណាប្រើ all purpose ណាហ្នឹងហើយយកបងប្អូនដាក់ម្សៅមីហ្នឹង240ក្រាមណា240ក្រាមពីព្រោះថ្ងៃមុនខ្ញុំធ្វើម្សៅហើយខ្ញុំដាក់ទាំងម្សៅមីទាំងម្សៅខ្សាយដល់កិនសឹងអត់ទៅខ្ញុំយល់ថាបងប្អូនអត់មាន blender ដូចខ្ញុំទេព្រោះ blender នេះអាខ្លាំងណាបងប្អូនហ្នឹងហើយដាក់តែម្សៅមីកិនទៅហើយទុកម្សៅខ្សាយកិននៅក្រៅកូរនៅក្រៅណាហ្នឹងហើយ240ក្រាមយើងកិនវានេះយើងកិនវាឲ្យវាចូលគ្នាទៅប្រហែលជាកន្លះនាទីទេអត់យូរទេណាបងប្អូនកន្លះនាទីទេហើយយើងបិទម៉ាស៊ីនទៅយើងដាក់វាមកយកវាមកកកាយអាម្សៅនឹងធ្លាក់មកក្រោមព្រោះវានៅគៀនណាហ្នឹងហើយយើងចាំកិនម្សៅទៀតខ្ញុំអត់អាចដាក់សលេងឲ្យបងប្អូនស្ដាប់ពីព្រោះអីវាមានកូនខ្ញុំវាបើកចម្រៀងបើក TV ហើយមានចម្រៀងគេកាលណាគេមាន copyright គេអាចរករឿងយើងគេអាចបំបត្តិសម្លេងហ្នឹងបងប្អូនអត់អាចឮខ្ញុំនិយាយទេគេបំបត្តិចោលពីព្រោះចម្រៀងរបស់គេកូនខ្ញុំចាក់ចម្រៀង TV ហ្នឹងហើយយើងកាត់ម្សៅទៀតប្រហែលកន្លះនាទីបើកដំបងបងប្អូនដាក់លេខទូចមែនតើហើយចាំបន្ថែមទៅលេខដូចថាលេខធំតិចទៅលេខ6លេខ7ណា
ហ្នឹងហើយព្រោះបើយើងដាក់លេខ6លេខ7ភ្លាមហ្មងម្សៅនោះវាខ្ទាតដល់លើហ្មងខ្ទាតអាចហៀតខ្ទាតដល់លើពេកវាអាចខ្ទាតចេញក្រៅអញ្ចឹងណាហ្នឹងហើយបើយើងអត់គ្របប៉ុន្តែបើយើងគ្របអត់អីវាប្រឡាក់គ្របហ្នឹងឯងឥឡូវយើងកិនហើយយើងចាក់មកចានមួយដើម្បីលាយម្សៅខ្សាយចូលណាហ្នឹងហើយលាយម្សៅខ្សាយចូលអត់មានដាក់មេដាក់អីណាបងប្អូនកុំដាក់តែដាក់ប៉ោងដូចហ៊ីងអត់ចេញកណ្ដាប់ទេហ្នឹងហើយឥឡូវយើងកកាយម្សៅយើងមកហើយចាំយើងលាយម្សៅខ្សាយណាហ្នឹងហើយគ្រឿងចូលអស់ហើយនៅតែម្សៅខ្សាយទេថ្ងៃមុនខ្ញុំកិនណា blender ហ្នឹងខ្ញុំកិនសឹងមិនទៅខ្ញុំដាក់ម្សៅខ្សាយទាំងអស់ចូលក្នុងកាត់មកប្រាវទៅហ្មងប៉ុន្តែតឹងបន្តិចខ្ញុំថតថ្ងៃមុនម្ដងហើយប៉ុន្តែឥឡូវខ្ញុំថតម្ដងទៀតពីព្រោះខ្ញុំយល់ថាបងប្អូនអត់មាន blender ដូចខ្ញុំទេblender នេះអាខ្លាំងណា1500ខ្ញុំទិញប្រហែលជាង10ឆ្នាំហើយវាអត់ខូចទេវាល្អរបស់គេមែន$500ប៉ុន្តែបើថា10ឆ្នាំមួយឆ្នាំយើងប្រើអស់តែ$50យើងដាក់ម្សៅខ្សាយណាបងប្អូនម្សៅខ្សាយយើងដាក់150ក្រាមណា150ទៅ155ណា150កុំឲ្យលើសហ្នឹងហើយតែលើសនំយើងរឹងឥឡូវយើងកូរវាយើងមានអាប្រដាប់កូរនេះបងប្អូននេះឃើញទេអាប្រដាប់កូរដូចខ្ញុំហ្នឹងណាបើបងប្អូនមានប្រដាប់កូរហ្នឹងកូរលឿនទេបើបងប្អូនកូរនឹងសាព្រាឬក៏កូរនឹងវែកកូរនឹងសមអានឹងបងប្អូនកូរយូរហើយអូខេនេះអាប្រដាប់កូរហ្នឹងយើងកូរវាទៅប្រហែលជា1នាទីកន្លះហេខ្ញុំមើលម៉ោង1នាទី23សឺកង់23វិនាទីណាយើងកូរវាទៅកូរវាតតែវាលាយសាច់មួយកុំឲ្យមាននៅដុំណាប៉ុន្តែបើសិនណាជាបងប្អូនអត់មានសម្រាប់កិនណាបងប្អូនត្រូវកូរយូរបន្តិចហើយម្សៅកូរតលាយស្អាតបើមានប្រាប់កិនល្អធ្វើឲ្យនំយើងឡើងល្អទៀតណាយើងកូរវាតលតវាលាយសាច់មួយយើងចាក់វាសម្រេងណានេះឃើញទេវាលាយសាច់មួយយើងចាក់វាសម្រេងនឹងអានេះអាកត្រកសម្រាប់សម្រេងអាកត្រកនេះកុំយកអាម៉ត់ពេកណាអានេះវារុនរាងធំបងប្អូនដាក់មកសម្រេងវាក្នុងនឹងប៉ុន្តែបងប្អូនអត់មានប្រដាប់សម្រេងនឹងទេកូរយូរបន្តិចទៅវាលាយសាច់មួយដូចគ្នាហើយអូខេឧបមាថាខ្ញុំកូរ1នាទីកន្លះអញ្ចឹងបងប្អូនកូរប្រហែលជា3នាទីអញ្ចឹងទៅវាលាយហើយមិនបាច់សម្រេងក៏បានដែរណាប៉ុន្តែខ្ញុំខ្ជិលកូរយូរខ្ញុំសម្រេងវាទៅបាទវានៅសល់គ្រាប់អីហ្នឹងវានៅជាប់នៅហ្នឹងទៅខ្ញុំកាយវាតម្លាក់ហើយឧបមាថាឃើញនៅជាប់អាបាតហ្នឹងណាហ្នឹងហើយនេះឃើញទេវាមានគ្រាប់បន្តិចហ្នឹងខ្ញុំយកវែកទុនហ្នឹងសកត់វាទៅកុំឲ្យគ្រាប់វានៅណាឲ្យវាលាយទៅឲ្យវាលាយសាច់មួយទៅណាវាធ្លាក់ទៅអស់ហើយតែវានៅគ្រាប់តិចប៉ុន្តែបងប្អូនអត់មានប្រដាប់ whisk ដូចខ្ញុំហ្នឹងទេអត់មានប្រដាប់សម្រេងហ្នឹងទេបងប្អូនត្រូវកូរវាឲ្យយូរបន្តិចទៅប្រហែលជាខ្ញុំកូរ1នាទីកន្លះបងប្អូនកូរ3នាទីអញ្ចឹងទៅណាហ្នឹងហើយវាលឿនទេបើកូរនឹងទឹកសុទ្ធនោះបានវាយូរណាប៉ុន្តែបើយើងមានម្សៅខាប់ហើយខ្លះអញ្ចឹងកូរលឿនទេអត់យូរទេណាហ្នឹងហើយយើងត្រូវរៀបចំម្សៅហ្នឹងគ្របទុកដាក់នៅលើតុហ្នឹងឬក៏ដាក់ទូទឹកកកបើបងប្អូនចង់ចៀនឥឡូវហ្នឹងដាក់នៅតុហ្នឹងទៅបើបងប្អូនអត់ចង់ចៀនឥឡូវហ្នឹងទេណាបានម៉ោងទៀតហ្នឹងទេ1ម៉ោងកន្លះទៅ2ម៉ោងបានចៀនបានណាតិចបំផុត1ម៉ោងបងប្អូនបើមិនអញ្ចឹងនំនឹងអត់ឡើងទេណា1ម៉ោងកន្លះទៅ2ម៉ោងល្អមែនតើណាបន្តិចទៀតបងប្អូនជើឃើញលទ្ធផលចាញ់ហើយណាលទ្ធផលចេញរបៀបខ្ញុំចៀនថាតើនំនឹងចៀនទៅឡើងប៉ុណ្ណាណាឥឡូវនេះយើងដាក់វានេះមកដល់ដំណាក់កាលចៀនហើយ1ម៉ោងកន្លះណា1ម៉ោងកន្លះជិត2ម៉ោងមិនម៉ោងកន្លះហើយ1ម៉ោង50ខ្ញុំមើលម៉ោងណាហើយយើងដាក់ភ្លើងលេខ3ចន្លោះលេខ3លេខ4តាមការពិតអត់ដល់លេខ4ទេក្រោមលេខ4 3កន្លះទៅ3.75ណាឲ្យវាឡើងរឹមតាមរឹមគៀននឹងតិចម្ដងបើយើងដាក់ភ្លើងខ្លាំងពេកវាឡើងផុលហ្មងវាធ្វើឲ្យនំយើងនឹងឡើងប៉ោងដូចហ៊ីងណាហ្នឹងហើយដាក់លេខ3កន្លះហើយកែវហ្នឹងយើងចេះចាក់អញ្ចឹងទៅបើយើងចាក់នឹងវែកវាស្រក់កតិចគៀនទូចហ្នឹងវាលាក់ពេញហ្នឹងវាធ្វើឲ្យកតិចហ្នឹងវាខ្លោចឆាប់ខ្លោចនៅក្នុងឆ្នាំងយើងហ្នឹងណាហ្នឹងហើយយើងចាក់វាទៅអាដំបូងហ្នឹងយូរបន្តិចជាង1នាទីពីព្រោះម្សៅឆៅដល់ពេលយើងប្រែហើយណាអត់យូរទេជិត1នាទីណាប៉ុន្តែអាដំបូងនោះប្រហែលជុំ1នាទីកន្លះលើសបានវាក្រហមណាបងប្អូនចង់បានក្រហមប៉ុណ្ណាឥឡូវនំហ្នឹងតាមការពិតវាឆ្អិនហើយ
ប៉ុន្តែខ្ញុំចង់ឲ្យវាក្រហមរឹងនឹងតិចទៅដើម្បីវាស្រួយល្អនេះឃើញទេចង់បានប៉ុណ្ណឹងប្រែប៉ុណ្ណឹងទៅប៉ុន្តែបងប្អូនធ្វើលក់ប៉ុណ្ណឹងល្មមហើយណាហ្នឹងហើយហើយបងប្អូនធ្វើញ៉ាំចង់បានប៉ុណ្ណឹងក៏ប៉ុណ្ណឹងទៅបើចង់បានស្រួយជាងហ្នឹងស្រួយខ្លាំងអាហ្នឹងវាស្រួយហើយគ្រាន់តែបើចង់បានស្រួយជាងហ្នឹងបងប្អូនឲ្យក្រហមជាងហ្នឹងតិចទៅនេះក្រហមប៉ុណ្ណឹងឃើញទេឃើញនំវាឡើងល្អទេអត់មានមេណាបងប្អូនស្រាវជ្រាវអានេះទី7ហើយទី1វត្តចាក់ចោលទី2ចាក់ចោលធ្វើតែ1 2ចាក់ចោល1 2ចាក់ចោលពួកគេអត់ខ្ញុំដាក់ស្ករច្រើនពេកខ្ញុំញ៉ាំអត់កើតឡើងផ្អែមខាស់អាណាដែលឮម្សៅប៉ុណ្ណឹងឲ្យឯងដាក់ស្ករឡើងប្រាប់ថាឲ្យដាក់ស្ករ350ក្រាមញ៉ាំអត់កើតទេផ្អែមពេកបងប្អូនខ្ញុំអត់ចេះញ៉ាំផ្អែមអញ្ចឹងពេកអានេះនំនេះគឺល្មមហ្មង perfect ខ្ញុំហៅថា perfect ណាខ្ញុំធ្វើនំណាខ្ញុំធ្វើទាល់តែចេញលទ្ធផលល្អបានខ្ញុំដាក់ខ្ញុំអត់មានលួចវីដេអូគេយកទៅធ្វើឲ្យថតការាលទីឲ្យមិនទាន់ចាប់ចុងចាប់ដើមប្រាច់ចោលទេអូខេបងប្អូនចាំមើលអ្នកណាចេញវីដេអូមុនគេនំហ្នឹងណាគេចេញមុនខ្ញុំហើយក៏ខ្ញុំចេញមុនគេព្រោះខ្ញុំដឹងថាមានអ្នកខ្លះចាំមើលវីដេអូខ្ញុំយកវីដេអូខ្ញុំទៅធ្វើដាក់ YouTube ខ្លួនឯងណាហ្នឹងហើយយកមិនមែនយកវីដេអូទេយក idea កំណត់ខ្ញុំហ្នឹងយកទៅធ្វើណាហ្នឹងហើយនេះចាក់ម្សៅទៀតឲ្យបងប្អូនមើលណាហើយវាឡើងរឹមបន្តិចចឹងទៅខ្ញុំធ្វើបានលើកទី5បានល្អខ្ញុំធ្វើលើកទី6ទៀតដើម្បីឲ្យបងប្អូនឃើញថាឲ្យច្បាស់ថាវាត្រូវអត់ធ្វើលើកទី7នេះអានេះទី7ហើយនេះណាដើម្បីឲ្យច្បាស់មែនតែនថាធ្វើត្រូវមែនតែនបានហ៊ានចែកជូនបងប្អូនមើលមិនចង់ឲ្យបងប្អូនទៅទិញឲ្យបានយកមកធ្វើឲ្យចាក់ចោលចំណាយទាំងកម្លាំងចំណាយទាំងលុយណាខ្ញុំអត់បំផ្លាញគេទេខ្ញុំខ្លាចបាបណាខ្ញុំទៅវត្តណាគឺទៅដោយស្ម័គ្រចិត្តអត់មានទៅបំពេញចិត្តមនុស្សទេគឺបំពេញចិត្តខ្ញុំដើម្បីខ្ញុំបានល្អទៅជាតិក្រោយទៀតជាតិនេះខ្ញុំអរគុណទេវតាដែលខ្ញុំមានសេចក្តីសុខក្នុងក្រុមគ្រួសារខ្ញុំណាមានសុភមង្គលខ្ញុំស៊ូណាស់តម្រាំបានដល់ថ្ងៃហ្នឹងមិនមែនខ្ជិលលួយដាក់គូតអង្គុយនិយាយដើមគេអង្គុយនិយាយដើមប្តីខ្ញុំគ្មានពេលវេលាហ្នឹងទេពេលវេលាខ្ញុំគឺធ្វើការរលុយហើយនឹងធ្វើនំញ៉ាំធ្វើម្ហូបចំណីឲ្យប្តីខ្ញុំនិងកូនខ្ញុំណាហើយនៅពេលដែលខ្ញុំធ្វើអីឆ្ងាញ់ហើយខ្ញុំឆ្លៀតពេលចែកជូនបងប្អូនមើលព្រោះខ្ញុំដឹងថានំនេះមានមនុស្សចង់ធ្វើច្រើនណាញាតិបងប្អូនចង់ធ្វើច្រើនប៉ុន្តែធ្វើមិនកើតណាខ្ញុំដាក់ Facebook មានបងស្រីគាត់ថាគាត់ធ្វើមិនកើតឥឡូវខ្ញុំដាក់ចែកជូនមើលហើយគឺខ្ញុំល្អិតល្អន់ឲ្យបងប្អូនមើលគឺធ្វើអត់ឲ្យខុសហ្មងបើតែបងប្អូនមើលវីដេអូខ្ញុំចាប់ចុងចាប់ដើមណាហើយស្ដាប់ខ្ញុំឲ្យច្បាស់លាស់ណាគឺអត់មានខុសទេ100%គឺដឹងតែបានញ៉ាំហើយឆ្ងាញ់ទៀតណាបើខ្ញុំធ្វើអីក៏ដោយខ្ញុំរាប់អ្នកណាខ្ញុំរាប់ណាដោយពួកម៉ាក់ខ្ញុំលែងគ្នានៅស្រុកខ្មែរអញ្ចឹងខ្ញុំចង់ជួយគាត់ណាបើធីរីមើលវីដេអូហ្នឹងតាក់ទងមកខ្ញុំធីរីមានតែរឿងល្អទេដែលធីរីជួបខ្ញុំណាមានរឿងសប្បាយចិត្តទេធីរីអត់មានខាតអីទេណាអត់មានខាតទេអ្នកណាដែលរាប់អានខ្ញុំគឺអត់មានខាតទេមានតែចំណេញទេខ្ញុំមិនដែលចង់បានអីពីអ្នកណាទេបងប្អូនអើយអត់ទេខ្ញុំចង់បានពីទេវតាពីមនុស្សខ្ញុំអត់ចង់បានទេมันគ្រប់គ្រាន់ទេសម្រាប់ខ្ញុំតើទេវតាដាក់ទានឲ្យខ្ញុំបានច្រើននេះម្សៅនេះខ្ញុំទុកណាខ្ញុំជៀនតែប៉ុណ្្នឹងនៅសល់ចិត្តពាក់កណ្ដាលទៀតអាចជៀនបាន6 7នំទៀតបែរជា7នំទៀតឬក៏8នំណាទោះមិនធ្វើបានជាង20ខ្ញុំនឹងដាក់ទូទឹកកកហើយខ្ញុំនឹងទៅធ្វើការនេះនំអានេះដបងវាអត់ចេញរឹមទេអានេះចេញរឹមព្រោះអាដបងខ្ញុំបើកភ្លើងខ្លាំងពេកដាក់ភ្លើងលេខ5ដល់បន្ថយភ្លើងមកនៅលេខ3កន្លះហ្នឹងនេះ3កន្លះ3.75គេនិយាយវាស្រួយតែខ្ញុំអត់ហ៊ានបើកសំឡេងឲ្យបងប្អូនស្ដាប់ពីព្រោះកូនខ្ញុំបើកចម្រៀងក្នុងផ្ទះចម្រៀងអង់គ្លេសកាលណាគេឮ copyright របស់គេនឹង block សំឡេងហ្នឹងអត់ឲ្យបងប្អូនឮតារ៉ែលណាគេ block អាកន្លែងហ្នឹងម្ល៉េះហើយខ្ញុំមិនចង់ឲ្យច្បោកច្បល់ជាមួយនឹង YouTube ទេ YouTube very restricted អត់ដូចណា Facebook ទេ Facebook ធ្វើអីក៏បានដែរណាចម្រៀងណាដោយចាក់បានប៉ុន្តែ YouTube អត់បានទេណាអត់ផ្ដេសផ្ដាស់បានទេគេ strike យើងនេះឃើញទេនំនឹងឡើងឃើញសៃក្នុងនេះចង់ដូចប៉ាតាំងគោប៉ុន្តែបងប្អូនអាចយកទៅអត់អាចយកទៅចំហុយបានទេអត់ឡើងខ្ញុំសាកហើយ
Okay ខ្ញុំថាវាឡើងអញ្ចឹងដែរហេតុអីពីព្រោះកម្ដៅជៀនហើយនឹងកម្ដៅចំហុយវាខុសគ្នាបងប្អូនណានំនឹងកាច់រៀងណាតែធ្វើខុសអត់ឡើងទេអូខេហ្នឹងហើយស្រួយនំនឹងស្រួយបងប្អូនធ្វើហើយបងប្អូនធ្វើហើយណាសល់ទុកដាក់ Ziploc ទុកទៅហើយយកกระดาษនឹងរុំវាឲ្យបឺតខ្លាញ់ចេញស្អែកឡើងនៅតែញ៉ាំទុនបានអញ្ចឹងបើបងប្អូនធ្វើម្សៅតំណើបអត់ទុននេះណាស្អែកឡើងរឹងហើយបើបងប្អូនចង់ស្រួយណាយកទៅដាក់ toaster តែ 4-5 នាទីហើយទុកឲ្យត្រជាក់ហើយស្រួយដូចដើមវិញហើយណានេះឃើញកញ្ញាចេញទេអាហ្នឹងមកវាយើងបន្ថយភ្លើងណាបងប្អូនតិចទៀតខ្ញុំនឹងជៀនឲ្យបងប្អូនមើលអាម្សៅដែលខ្ញុំទុកចោលហ្នឹងធ្វើឲ្យបងប្អូនមើលមួយទៀតបន្តទៀតណាហ្នឹងហើយនេះល្មមហ្មងគឺថា perfect អានេះខ្ញុំខ្ចប់យកទៅចែកពួកម៉ាក់ខ្ញុំញ៉ាំណាតែខ្ញុំធ្វើឲ្យខ្ញុំយកទៅចែកពួកគាត់ញ៉ាំហើយខ្ញុំញ៉ាំអត់អស់ទេខ្ញុំចូលចិត្តធ្វើលពឹសណាប្តីខ្ញុំថាលពឹសណាលេងបៃឡុកបៃឡទៀតហើយអត់ចេះនៅស្ងៀមខ្ញុំថាខ្ញុំអត់មានយកដៃបើឯងមកធ្វើតាខ្ញុំធ្វើតែដៃខ្ញុំតាហើយទៅគាត់សោចហើយតែខ្ញុំនឹកឃើញឃ្លានគឺខ្ញុំមកធ្វើភ្លាមស្អីក៏ដោយអញ្ចឹងមកថាបើយើងចេះណាចង់បានអីក៏បាននឹងដូចចិត្តហើយណាឥឡូវនេះខ្ចប់ទុកតែ4នេះកូនមួយខ្ញុំមួយប្តីខ្ញុំប្រហែលជាគាត់អត់ញ៉ាំទេរបស់ជៀនគាត់មិនសូវញ៉ាំម៉ានេះណាតែគាត់ញ៉ាំដែរញ៉ាំមួយអញ្ចឹងទៅខ្ញុំទុក4ហ្នឹងហើយខ្ញុំនៅសល់ម្សៅខ្ញុំទៀតខ្ញុំអាចជៀនបានទៀតណាហ្នឹងហើយឥឡូវខ្ញុំចេញពីធ្វើការម៉ោង5មកដល់ផ្ទះម៉ោង5លឿនបន្តិចខ្ញុំដាក់ម្សៅចេញក្រៅខ្ញុំញ៉ាំបាយហើយធ្វើបាយធ្វើម្ហូបហើយងូតទឹកហើយណាម៉ោង8កន្លះនេះ8:45មែន8កន្លះខ្ញុំដាក់ជៀនម្សៅដែលខ្ញុំទុកទូទឹកកកហ្នឹងខ្ញុំយកចេញ3ម៉ោងបងប្អូនណាយកវាចេញ3ម៉ោងចាំតិចទៀតខ្ញុំប្រែចែកជូនបងប្អូនមើលកុំភ្លេចណាប្រែខ្លាញ់ណាដាក់ទៅកន្លះថ្នាំងដៃណាកុំឲ្យដល់មួយថ្នាំងដៃមកចុងចង្កឹះទេកុំឲ្យលិចនំបើបងប្អូនលិចណាអានឹងនំនឹងប៉ោងហើយអត់ល្អទេណាកុំឲ្យខ្លាញ់ច្រើនណាហើយបងប្អូនឃើញទេឃើញខ្ញុំដាក់ចុងចង្កឹះមិញឲ្យបងប្អូនមើលមកចុងចង្កឹះទេមកចុងចង្កឹះនឹងកន្លះថ្នាំងដៃមកធ្វើកញ្ចក់យើងនឹងឯងកញ្ចក់ដៃយើងមិនពណ៌សហ្នឹងណាហ្នឹងហើយមិនកញ្ចក់មានកញ្ចក់វែងទេកញ្ចក់អត់វែងទេអូខេហ្នឹងហើយចាំខ្ញុំប្រែចែកជូនបងប្អូនមើលណាយកចេញក្រៅ3ម៉ោងប្រហែល3ម៉ោងកន្លះទុកវាចោលខ្ញុំភ្លេចទេតាមការពិតគម្រោងខ្ញុំទុកចោលដល់2ម៉ោងកន្លះទៅ3ម៉ោងនេះប៉ុន្តែវាឡើងដល់3ម៉ោង45នាទីនេះ3ម៉ោងកន្លះចុះឃើញវាឡើងល្អឯនៅឡើងល្អដដែលនំហ្នឹងគឺស្រាវជ្រាវម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតតោះតបានល្អអញ្ចឹងឥឡូវចែកជូនបងប្អូនមើលហើយណាអានេះយកចេញពីទូទឹកកក 2-3 ម៉ោងណាបងប្អូនអាចធ្វើពីយប់ស្អែកឡើងយកចេញបលឹមឡើងជៀនក៏បានដែរណាប៉ុន្តែទុកចោល 2-3 ម៉ោងសិននៅក្រៅឥឡូវរួចរាល់ហើយណាបងប្អូនបើចូលចិត្តវីដេអូហ្នឹងណាចែកចាយគ្នាមើលទៅណាសូមថែរក្សាសុខភាពកុំញ៉ាំច្រើនពេកនំនឹងខ្លាញ់ច្រើនណា Take care yourself. Thank you for watching.